ជំរាបលោកមេតបសុនអ៊ូមិនប្រឹងផ្លាស់កៅអៅទេមិនប្រឹងផ្លាស់អៅហេតុអីគាត់បាននិយាយថាគាត់មិនមែនជាកងទ័ពចង់ខ្ចីអប្រយុទ្ធរបស់លោកពាក់មើលទៅគាត់ចង់យកឈ្នះចាញ់ជាមួយនឹងយើងម្ដងហើយល្អរកអប្រយុទ្ធយើងចេញមកជូនដល់លោកមេតបសុនទទួលបញ្ជាលោកមេតបសុនលោកស្លៀកពាក់អប្រយុទ្ធនេះស័ក្តិសមជាមេតបដ៏ខ្លាំងម្នាក់មែនសូមជ័យលោកមេតបសិនរងចាំលោកយូរហើយបានអប្រយុទ្ធមេតបនេះលោកពាក់ស័ក្តិសមល្អណាស់នេះទើបជាមេតបសុនអ៊ូការតបតែជាអ្នកនេសាទមុននោះមិនសមជាសុនអ៊ូសោះលោកមេតបសិនមើលច្រឡំហើយតាមការពិតអ្នកនេសាទនោះរឹតតែស័ក្តិសមនឹងសុនអ៊ូឬមួយថាសុនអ៊ូរឹតតែស័ក្តិសមជាអ្នកនេសាទលោកមេតបធ្លាប់លើពាក្យមួយថាកុកនឹងក្រុមប្រខំគ្នាអ្នកនេសាទបានផលមេតបសុនខ្ញុំស្រាវជ្រាវក្បួនសឹកលោកជាប់ជានិច្ចក្បួនសឹកមួយនេះខ្ញុំចំណាយមាសមួយដំឡឹងដូរមកផងដើមឡើយស្មានថាខ្ញុំអាចយល់ហើយឧទាហរណ៍ការដណ្ដើមដីនេះស្មានថាតបពីប្រយុទ្ធគ្នាចង់ដណ្ដើមយកព្រៀបគ្នាតែមិនគិតថាមេតបសុនលួចដូរនៃអសរយកឈិញជីកនិងតបវា30000នាក់ក៏ទុកជាដីដណ្ដើមខ្ញុំបានប្រយោជន៍គេបានប្រយោជន៍តែលោកបានដល់ដៃខ្ញុំជ្រុះបាត់អស់សាច់ខ្លាញ់ដល់ដៃក៏ត្រូវភ្លើងឆេះដើមមួយដើមធ្វើឲ្យជ្រុះបាត់អស់លោកមេតបសិនចង់និយាយពីក្បួនសឹកជាមួយខ្ញុំមែនទេក្នុងជំរំនេះមានតែយើងពីរនាក់មិនបាច់គូសពទេកំរបានលោកនិងខ្ញុំជួបគ្នាបែបនេះមិនផឹកបណ្ដើនិយាយបណ្ដើការគោរពមិនស្មើតាមបញ្ជាការស្លាប់របស់ឈិញជីបែរជាស្លាប់យ៉ាងជ្រះស្រឡះតប30000នាក់ត្រូវរលាយសូន្យមួយរំពេចខ្ញុំបានទាញដឹងថាច្បាស់ជាលោកសុនអ៊ូបានលេងល្បិចនៅពីក្រោយខ្នងពិតជាចឹងមែនបើឈិញជីមិនស្លាប់ខ្លាចតែកន្លងផុតទៅ10ថ្ងៃទៀតក្រុងគូស៊ូត្រូវផ្លាស់ប្ដូរព្រះមហាក្សត្រហើយលោកបានជួយនគរអ៊ូធ្វើឲ្យខកកិច្ចការនគរឈូហើយខ្ញុំគួរតែសុំស្ដេចចៅលើកលែងទោសយ៉ាងម៉េចសុនអ៊ូអើយសុនអ៊ូលោកពិតជាដបទុកដល់ខ្ញុំខ្លាំងណាស់មិនត្រឹមតែខ្ញុំទេនៅដបទុកដល់ព្រះនាងនិយាយផងព្រះនាងចេញពីក្រុងអ៊ីទូខំស្រូតទាំងខ្យល់ភ្លៀងយាមកដល់ចុកលីដើមឡើយប្រុងរៀបអភិសេកជាមួយឈិញជីតែលោកប្រើភ្លើងនេះធ្វើឲ្យលលោកញីច្បូលប្រត់ស្លាប់រៀងរហូតនៅពេលដែលលោកបានជួបពនាងសូមជួយទូពនាងជំនួសខ្ញុំផងបើសិនជាទ្រង់ចង់រកស្វាមីនគរអ៊ូទៀតអញ្ចឹងខ្ញុំអាចរកថ្វាយពនាងបានប្រហែលជាមិនអន់ជាងឈិញជីប្រមាណទេបោកសម្អាតក្នុងផ្ទះនៅទីធ្លាផងយើងត្រូវស្នាក់នៅទីនេះព្រះនាងមិនវិលទៅអ៊ីងទូវិញទេអ៊ីងទូចុងលីជាទឹកដីដែលព្រះអង្គប្រទានថ្ងៃក្រោយយកចុងលីជាផ្ទះហើយក្បួនសឹកលោកកាន់តែស្រាវជ្រាវទៅកាន់តែជ្រៅមិនអាចប៉ាត់ស្មានប្រើល្បិចទូចមួយអាចប្រើមួយស្មើនឹង10ទេប្រើមួយស្មើនឹង10000ឈិញជីស្លាប់ម្ដងនេះហើលីស្ដេចអ៊ូក៏បាត់ដំបៅដើមទ្រូងលុបចោលទុកព្រួយរបស់នគរអ៊ូតែធ្វើឲ្យខ្ញុំធ្លាក់ក្នុងស្ថានភាពទឹកនឹងភ្លើងតែខ្ញុំក៏បានអានក្បួនសឹកលោកដែរលោកប្រាប់ខ្ញុំមកមើលនិយាយពីអាចកំបាំងក្នុងក្បួនសឹកលោកតាមពិតនៅឯណាក្បួនសឹកសរសេរនៅលើបន្ទះឫស្សីអ្នកណាក៏អាចយកមើលបានមានអ្នកខ្លះចំណាំបាន3600អក្សរនៅក្នុងក្បួនសឹក
មានអ្នកខ្លះយល់ថានៅក្នុងអក្សរ3600តួនោះមានបង្កប់នៅកងទ័ពរាប់លាននាក់ហើយមានអ្នកខ្លះទៀតអាចយល់ពីគំនិតល្អក្នុងការគ្រប់គ្រងនគរនិងកងទ័ពនៅក្នុងក្បួនសឹកនោះខ្ញុំយល់ថាលោកគឺជាចម្ពោះទី3ហើយតែចម្ពោះទី3នេះគឺរកនិយាយមិនឃើញត្រូវពឹងលើខ្លួនឯងធ្វើការស្វែងយល់ហើយ សុនអូអើយសុនអូខ្ញុំមានអាយុបងលោកមែនតែគួរតែថ្វាយបង្គំលោកជាគ្រូ មិនហ៊ានទេសុនអ៊ូបានសរសេរក្បួនសឹកនេះតែត្រូវការលត់ដំត្រូវការការពិសោធន៍ក្នុងពេលប្រយុទ្ធជាក់ស្ដែង ធនធានមនុស្សកម្រមានត្រូវហឺលីតែងតាំងជាមេទ័ពជាតំណាងរបស់ហឺលីតែក៏ជាអកុសលសុននគរអូមានទ័ពប្របានសុនអូបើលោកព្រមចោះចូលនគរឈូខ្ញុំច្បាស់ជាសុំស្ដេចចៅឲ្យតែងតាំងលោកជាមេទ័ពខ្លាំងនៃនគរឈូដឹកនាំទ័ព10-20ម៉ឺនគឺមិនខ្វះទេយ៉ាងម៉េចដែរ លោកមេទ័ពបានជាហឺលីតែងតាំងខ្ញុំជាមេទ័ពខ្ញុំត្រូវតែគ្រប់ហឺលីជាមហាក្សត្រស្ដេចនឹងមន្ត្រីដូចជាកូននឹងឪពុកមិននឹងអាចក្បត់បានទៅលោកមេទ័ពសិនលោកអាចសម្រាប់ខ្ញុំបានតែលោកមិនអាចបង្ខំខ្ញុំឲ្យធ្វើជាជនទុរយុសដែលត្រូវគេជេរស្ដីគ្រប់ចំនួនទេ បើលោកមិនព្រមចោះចូលនគរឈូខ្ញុំត្រូវតែសម្លាប់លោកដាច់ខាតមិនឲ្យលោកទៅគូស៊ូវិញជួយហឺលីឲ្យខ្លាំងទេឈូនឹងអ៊ូគង់មានថ្ងៃប្រយុទ្ធបានលោកនៅអ៊ូក៏ជាគ្រោះកាចនៃនគរឈូបើលោកគឺខ្ញុំគួរចាត់ការយ៉ាងម៉េចវិញ ដោយលោកមេទ័ពអញ្ចឹងរៀបចំស្រាទទួលបើសិនជាមិនព្រមចោះចូលប្រកាសជាត្រូវសម្លាប់លោកមេទ័ពសិនបើលោកជាខ្ញុំវិញតើលោកគួរធ្វើយ៉ាងម៉េច ដោយតែលោកដែរស្បោះរាជបល្ល័ង្កស៊ូស្លាប់មិនញោម បានអញ្ចឹងគឺជាការល្អណាស់ អញ្ចឹងល្អណាស់ សម្លេងស្គរនេះជួយដំណើរខ្ញុំមែនទេ សុនអូទុកផ្លូវរស់មួយដល់លោកទៀតថ្ងៃនេះបើលោកអាចសម្លាប់ខ្ញុំសូមជឿពុំនោះទេដាវយីនីនេះនឹងកប់កប់ដល់លោក សូមអរគុណលោកមេទ័ពខ្ញុំនៅមានរឿងមួយទៀតចង់ពឹងលោក រឿងអី អ្នកបម្រើធានទីបម្រើខ្ញុំច្រើនឆ្នាំមកហើយមានប្រពន្ធកូននឹងមិនអាចចាស់ជរាត្រូវការគេចិញ្ចឹមសូមលោកមេទ័ពសិនដោះលែងគេទៅនគរអ៊ូវិញ ទីហ៊ាន បាទលោកមេទ័ព ដោះលែងធានទីដែលជាខ្ញុំបម្រើមេទ័ពសុន ទទួលបញ្ជាសូមអរគុណលោកមេទ័ពសិន សម្លាប់សម្លាប់សម្លាប់ សម្លាប់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  សុនអ៊ូលោកស្លាប់ក្រោមផ្លែដាវសិនប៉ៅស៊ីជាកិត្តិយសធំ ស
សម្លាប់សម្លាប់ ឈប់ភ្លាម ម្ចាស់ប្អូនហ្វូកាយអង្គអាចក្លាហានកំចាត់ឈីងជីនាំកងទ័ព 60000 នាក់ត្រឡប់មកវិញព្រះអង្គគួរតែមានប្រទានយ៉ាងស័ក្តិសមសម្រាប់ហ្វូកាយព្រះអង្គលោកមេតបហ្វូកាយគួរតែប្រទានមែនតែលោកមេតបស៊ុនរឹតតែត្រូវប្រទានបីបំបាយកងទ័ពឈីងជីស៊ុនអ៊ូមានគុណសម្បត្តិធំធេងណាស់ ប៉ុន្តែក្នុងពេលនេះស៊ុនអ៊ូធ្លាក់ក្នុងដៃស៊ិនប៉ៅស៊ីមិនដឹងស្លាប់ឬរស់យើងពិតជាសោយផ្ទុំមិនសុខទីបៃតាមិនចាំបាច់ព្រួយប្រទេម្ចាស់មាននាំតបវិញតបអ៊ូខ្លា បៃតាគួរតែជប់លៀងអបអរក្រាបទូលអត់ពីស៊ុនអ៊ូយើងជប់លៀងយ៉ាងម៉េច ព្រះអង្គត្រូវរងចាំស៊ុនអ៊ូត្រឡប់មកវិញស៊ិនប៉ៅស៊ីដាច់ខាត់មិនដោះលែងគេមកគូស៊ូវិញទេ ក្រៃលោកធ្លាប់រស់នៅក្រុងចុកស៊ីច្រើនឆ្នាំហើយយើងចាត់លោកឆាប់នាំមនុស្សទៅក្រុងចុងលីស៊ើបដំណឹងលោកស៊ុនរកឱកាសរំដោះតួប្លន់ក៏ត្រូវប្លន់យកគាត់មកវិញ ទទួលព្រះបញ្ជា ព្រះនាងនគរឈូប្រទានរង្វាន់សុកចិត្តយកចុងលីជីឆាវរួមទាំងដីចិត្តនេះ100យោជារង្វាន់
សូមឲ្យបានថ្នាំទិព្វស័ក្តិសិទ្ធិជួយជីវិតលោកសុនព្រះនាងនគរឈូប្រទានរង្វាន់សុកចិត្តយកចុងលីជីឆាវរួមទាំងដីចិត្តនេះ100យកជារង្វាន់សូមឲ្យបានថ្នាំទិព្វស័ក្តិសិទ្ធិជួយជីវិតលោកសុនស្ដេចចុងលីខ្លាយស្ដាស្ដេចចុងលីខ្លាយស្ដាស្ដេចចុងលីខ្លាយស្ដា អ៊ីឡូណែហូបអីបន្តិចទៅ លេបបញ្ចុះទេព្រះអង្គម្ចាស់អូលោកគ្រូខ្ញុំលេបបញ្ចុះទេ នាងនឹកឃើញអតីតកាលទៀតហើយ កាលដែលពុកម្ដាយខ្ញុំនៅរស់ឲ្យទៅដល់ថ្ងៃបុណ្យនេះពុកម៉ែតែងតែនាំខ្ញុំនិងបងស្រីមកកាន់ចុងលើបោះផ្លែសេដាឲ្យគេផ្លែសេដាទាំងនោះគឺពុកម៉ែទុកនៅឃ្លាំងក្រោមដីជាពិសេសគឺរងចាំពេលនោះមកបោះឲ្យគេ នាងនេះណាមិនគូមកចង្លីទេពីព្រោះចង្លីមិនជាកន្លែងរបស់នាងឡើយ តែពីមុនគឺមែនពីមុនជារបស់ខ្ញុំជាផ្ទះរបស់ខ្ញុំនិងក្នុងក្រៅទាំងអស់ បានន័យថានាងចង់យកមកវិញមែនទេ បើមិនយកមកវិញធ្វើមិនអាចដោះស្រាយជាមួយពុកម្ដាយខ្ញុំបាននោះឪពុកម្ដាយខ្ញុំគឺនាងវាងមួយបង្កាច់ហើយឲ្យព្រះអង្គសម្លាប់ នេះគឺជានគរឈូនាងវ៉ាគឺជាចៅហ្វាយខេត្តនៃនគរឈូប្រយ័ត្នចិញ្ចាំងមានត្រជីឈប់និយាយពីនាងវ៉ាទៀតទៅក្រុងកំផែងមួយមានប្រជារាស្ត្ររាប់ម៉ឺនរាប់សែននាក់ចុងលីគប់ជួននៅចន្លោះនគរអ៊ូនិងនគរឈូទុកថានាងយកបានចុះអាចការពារបានគង់វង្សទេ ទោះបីតែសះបានមួយថ្ងៃអ៊ីឡូសុកចិត្តស្លាប់ព្រោះរឿងចឹងដែរ នាងយល់ខុសហើយព្រោះតែក្រុងកំផែងមួយបាត់បង់ជីវិតមិនគួរតតែសោះមនុស្សនៅក្នុងលោកភាគច្រើនគឺព្រោះតែគេឈ្មោះនិងផលប្រយោជន៍ផ្ទាល់ខ្លួននិយាយរួមទៅគឺកិលេសចិត្តមនុស្សលោភលន់ណាស់ប្រៀបដូចជានៅក្នុងទ្រូងបានចិញ្ចឹមខ្លាចចចកឲ្យតែបើករបងខ្លាចតែចចករត់ចេញមកមិនត្រឹមតែធ្វើគេមានរបួសទេក៏ធ្វើខ្លួនឯងមានរបួសដែរ លោកគ្រូព្រះអង្គម្ចាស់លោកគ្រូកំពុងបញ្យល់សិស្សមែនទេ ខ្ញុំបានទទួលនាងជាសិស្សការពិតយើងចង់បង្ហាត់ក្បួនព្យាបាលដល់នាងដែររឹតតែចង់ស្រាយគំនុំនៅក្នុងចិត្តរបស់នាងទៀតឲ្យតែបំបត្តិគំនុំក្នុងចិត្តបានទើបនាងអាចរស់នៅដោយភាពរីករាយទើបអាចរស់យ៉ាងគួរណាស់ លោកគ្រូសិស្សបានយល់ហើយ ពិតជាយល់មែន ព្រះនាងនគរឈូប្រទានរង្វាន់សុកចិត្តយកចុងលីជីឆាវរួមទាំងដីចិត្តនេះ100យកជារង្វាន់សូមឲ្យបានថ្នាំទិព្វស័ក្តិសិទ្ធិជួយជីវិតលោកសុន បាទនាងពិតជាយល់មែនក៏ទៅតាមខ្ញុំ តាគិតទៅណា អ
ត្រូវតែធ្វើអ្វីគាត់ចិត្តលោកគ្រូទាំងពីរនាក់នេះឲ្យតែពួកគាត់ត្រូវការអីយើងត្រូវបំពេញបំណងគាត់តែគាត់ជាមេតបនៃនគរអូព្រះនាងបែរជាយកដីដែលព្រះអង្គប្រទានជារង្វាន់យកមកជួយគាត់ត្រូវជួយគាត់ឲ្យរស់គាត់ជាមេតបរបស់នគរឈូនគរឈូបានរកគាត់គឺលែងព្រួយបារម្ភទៀតហើយ នេះគឺជាក្បួនថ្នាំពៀនឈៀកនៃនគរប៉ោះហាយគេជូនដល់ខ្ញុំសង្ឃឹមថាថ្នាំនេះពេញលេញកុំឲ្យខ្វះអ្វីមួយពៀនឈៀកជាគ្រូទេវតាដែលល្បីឈ្មោះថ្នាំដែលគាត់ឲ្យមកមិនដឹងថាត្រូវបាត់មួយមុខនោះគេមិនចេះភូតអ្នកជំងឺនៅក្នុងលោកទេតែគេអាចកុហកខ្ញុំណាហេតុអីទៅខ្ញុំជំពាក់ឃ្លោកគេមួយខ្ញុំភ្នាល់ជាមួយនឹងពៀនឈៀកចាញ់ហើយចាញ់អស់ឃ្លោកមួយរហូតមកទល់ពេលនេះខ្ញុំមិនទាន់ឲ្យគេទេនាងឈឺចិត្តទៀតហើយខ្ញុំស្អប់គាត់ណាស់ចង់តែកាប់គាត់រាប់ម៉ឺនកំបិតតែពេលនេះមើលទៅគាត់គួរអាណិតណាស់គាត់ដេកស្ដុកនៅទីនេះមិនកំរាកសោះសូម្បីតែដកដង្ហើមក៏ខ្សោយជាងមុនដែរតើនាងយល់ថាគេដូចជាក្មេងម្នាក់ទៀតគឺជាក្មេងម្នាក់ដែលមិនអាចធំធាត់ដោយកូនក្មេងម្នាក់មែនត្រូវការគេមើលថែត្រូវការគេថ្នាក់ថ្នមព្រះអង្គម្ចាស់លោកគ្រូការពិតអ៊ីឡូយ៉ាងមិនទៅហើយអ៊ីឡូមិនមែនមនុស្សល្ងងទេអ៊ីឡូមិនមែនប្រតិកម្មថ្នាំទេពេលមុនអ៊ីឡូស្អប់គេណាស់ស្ទើរតែសម្រាប់គេចោលទៀតផងឥឡូវនេះគាត់បែរជាដេកស្ដុកនៅចំពោះមុខអ៊ីឡូមិនព្រមកម្រើកហើយកម្លាំងខ្សោយជាងមុនទៀតឲ្យតែអ៊ីឡូលោកដៃច្បាច់បំពង់ករបស់គាត់អាចផ្ដាច់ជីវិតគាត់សងសើបងស្រីខ្ញុំបានភ្លាមតែពេលនេះដៃរបស់អ៊ីឡូបែរជាគ្មានកម្លាំងឥឡូវអ៊ីឡូចង់ឃើញគាត់ដឹងខ្លួនឡើងវិញហើយចង់ឃើញគាត់រស់តទៅទៀតក្នុងចិត្តពូពេញទៅដោយសេចក្តីស្រឡាញ់វាអាចស្ថិតនៅក្នុងចិត្តធំធាត់បន្តិចម្ដងធំធាត់ដូចជាដើមឈើធំមួយអាចបិទបាំងនៅស្រមោលគំនុំអតីតកាលអ៊ីឡូនាងក៏ធំធាត់បន្តិចម្ដងដែរពេលដែលស្រីម្នាក់ឃើញមនុស្សប្រុសម្នាក់ដូចជាកូនក្មេងអញ្ចឹងមានន័យថានាងធំហើយ
កម្រាស់ហើយគាត់កម្រាស់ហើយព្រះអង្គម្ចាស់កម្រាស់ហើយគេកម្រាស់ហើយគឺតំណាងថាចម្រើនធាតុឈ្មោលវិញពៀនជាមិនកុហកយើងទេអូព្រះនាងទូលបង្គំហើយនឹងសិស្សបានបិទថ្នាំជូនលោកសុនហើយក្រោយយាមទី3គាត់នឹងអាចដឹងខ្លួនឡើងវិញទូលបង្គំក៏បានផ្សំថ្នាំទុកថ្វាយព្រះនាងដែរឲ្យតែលោកសុនផឹកថ្នាំតាមពេលកំណត់រយៈពេល9ថ្ងៃគាត់នឹងអាចក្រោកដើរបានទូលបង្គំនឹងសិស្សសូមថ្វាយបង្គំលាអ្នកទាំងពីរឈប់សិនខ្ញុំបាននិយាយជាមុនយកក្រុងចុងលីជីឆាវទាំងពីរព្រមទាំងបរិវេណ100យកជារង្វាន់សូមឲ្យតែបានថ្នាំទឹកបក្រប់មកជួយលោកសុននាំគ្នានៅ4-5ថ្ងៃសិនទៅបើលោកសុនអាចដឹងខ្លួនវិញខ្ញុំនឹងត្រូវអរគុណពួកលោកហើយអនុវត្តតាមពាក្យសន្យារបស់ខ្ញុំអាចស្នើសុំដល់ព្រះអង្គតែងតាំងពួកលោកជាអង្គញាចុងលីអង្គញាមិនបាច់តែងតាំងទេបើសិនជាព្រះនាងចង់សងគុណចាំលោកសុនដឹងខ្លួនឡើងវិញលែងគាត់ទៅក្រាបទូលលោកគ្រូស្គាល់លោកសុនដែរអត់ទេគ្រាន់តែធ្លាប់អានគម្ពីរសឹករបស់គាត់ក្រោយពេលដែលលោកម្ចាស់ចៅកំណត់ដើម្បីឡើងគ្រងរាជ្យក្នុងលោកច្របូកច្របល់យ៉ាងខ្លាំងពួកសម្ព័ន្ធស្ដេចត្រាញ់ចង់សោយរាជ្យគ្រប់គ្នាអ៊ូឈូដណ្ដើមគ្នាសោយរាជ្យជីងឈូក៏ចង់សោយរាជ្យសូម្បីតែឈីឈូក៏មិនសុខចិត្តចុះចាញ់គេដែរមិនដឹងថាថ្ងៃណាមួយមហាឈីងអាចចាក់ចេញពីធុងគាន់ដណ្ដើមយកទឹកដីទេច្របូកច្របល់ខ្លាំងព្រះនាងនៅក្នុងពេលច្របូកច្របល់នេះកំពុងត្រូវការសុនអ៊ូនិងគម្ពីរសឹករបស់គេដើម្បីធ្វើជាថ្នាំបង្ក្រាបចលាចលលោកគ្រូគឺទូលបង្គំគ្រាន់តែជាប្រជារាស្ត្រសាមញ្ញម្នាក់តែងតែដើរជួយគេឯងនៅគ្រប់ទិសទីគ្រាន់តែបានលឺច្រើនជាងគេតែប៉ុណ្ណោះភាសារបស់លោកធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រឺតសូមលោកធ្វើជាអង្គញាចុងលីសាងសុក100យោជន៍បើសិនជាខ្លាយទៅជាអង្គញាវិញយើងត្រូវតែទទួលខុសត្រូវមើលការខុសត្រូវក្រុងឆៅជីចុងលីទាំងពីរសម្រាប់ទូលបង្គំជាភារកិច្ចធ្ងន់ធ្ងរណាស់មិននឹងសមថាដើរលេងគ្រប់ទិសទីដែលសុខស្រួលទៅថ្វាយបង្គំលាសូមបងអង្គយាត្រាទូលបង្គំនឹងសិស្សសូមថ្វាយបង្គំលាអំបញ្ញមិញលោកគ្រូទាំងពីរនិយាយអីខ្លះព្រះមេម្ចាស់លោកគ្រូចាស់នោះនិយាយមិនច្រើនទេតែលោកគ្រូក្មេងនោះនិយាយច្រើនណាស់បាននិយាយអីខ្លះលោកគ្រូចាស់និយាយថាជំពាក់ឃ្លោកអ្នកណាមួយទេឯគ្រូក្មេងនិយាយវិញគាត់ថាលោកសុនដូចជាក្មេងម្នាក់ហើយនៅថាស្អីទៀតមិនឲ្យប្រនាងខ្ញុំម្ចាស់លើគ្រូក្មេងនោះហៅគាត់ថាព្រះអង្គម្ចាស់ហ៎អញ្ចឹងត្រូវហើយព្រះអង្គម្ចាស់ជីចាបើប្រនាងចង់ដេញតាមពួកគេមិនក៏មិនបញ្ជាទៅហ៊ានឲ្យទៅតាមព្រះអង្គម្ចាស់នោះទុករាជបល្ល័ង្កចោល3លើកធ្វើឲ្យគេស្ញប់ញែងរកអ្វីគ្មានក្នុងលោកសូម្បីតែទ្រង់ក៏ជួយលោកសុនបញ្ជាក់ថាលោកសុនជាធនធានមនុស្សក្នុងលោកមិនមែនល្បីតែឈ្មោះទេព្រះអង្គម្ចាស់នៅថាស្ថិតក្នុងលោកីច្បោកច្បល់នេះកំពុងតែខ្វះលោកសុនម្នាក់និងក្បួនសឹកគាត់ដើម្បីបង្ក្រាបចលនាតស៊ូពាក្យនេះត្រូវចិត្តខ្ញុំណាស់ខ្ញុំចង់ជួយសុនអ៊ូក៏ព្រោះតែអញ្ចឹងដែរ
អាប៉ោ គាត់ដឹងខ្លួនហើយលោកគ្រូនោះថាយាមទី3ដឹងខ្លួនឡើងវិញពិតជាដឹងខ្លួននៅយាមទី3មែន អូនសម្លាញ់ហេតុអីបានជាបងដេកលក់ហើយដេកលើកនេះធ្វើឲ្យបងយល់ថាដូចជាល្វើយណាស់ លោកបានសម្រានលក់5យប់5ថ្ងៃហើយ នាងមិនមែនជាអប៉ោទេតើនាងជានរណា ព្រះនាងលីងយាយនគរឈូសូមគោរពលោកម្ចាស់ ព្រះនាងណាគឺព្រះនាងទៀតហើយជំរាបលោកមេតបព្រះនាងប្រទានរង្វាន់សុំព្យាបាលរកបានគ្រូពេទ្យ2នាក់ជួយព្យាបាលសុនអ៊ូឲ្យរស់ហើយ ព្រះនាងប្រទានរង្វាន់សុំព្យាបាលជួយសុនអ៊ូឲ្យរស់មានគំនិតយ៉ាងម៉េច ខ្ញុំមិនដឹងទេហើយមនុស្សទូទាំងក្រុមក៏ប្រហែលជាមិនដឹងដែរ ព្រះនាងមិនបានរៀបអភិសេកជាមួយជីជីមិនមែនចង់ទទួលយកសុនអ៊ូទេដឹង យោលោកមេតបរបួសលោកមិនទាន់ជាសះស្បើយកុំកម្រឹកតែផ្ដាស់ឆាប់ព្យាបាលយើងឲ្យជាសះស្បើយយើងត្រូវប្រយុទ្ធជាមួយសុនអ៊ូថែមទៀត បាទ កុំឲ្យព្រះនាងដោះលែងគាត់ ទទួលបញ្ជាសូមក្រាបថ្វាយបង្គំព្រះអង្គ លោកប៉ស៊ើបដឹងដំណឹងលោកសុនហើយនៅ ក្រាបទូលព្រះអង្គទូលបង្គំបានទទួលព្រះបញ្ជារបស់ព្រះអង្គធ្វើដំណើរទាំងយប់បន្លំចូលចុងលីទូលបង្គំស៊ើបដឹងថាសុនអ៊ូបានក្បត់ចោះចូលជាមួយនគរឈូទៅឲ្យក្រាបទូល សុនអ៊ូក្បត់យើងអាចោសុនអ៊ូនេះគួរតែកាប់ចិញ្ច្រាំវាយូរហើយ ព្រះអង្គទូលបង្គំមិនជឿថាសុនអ៊ូក្បត់ទេប្រហែលជាលោកប៉ស៊ើបដំណឹងខុសឲ្យក្រាបទូលព្រះអង្គសុនអ៊ូកំពុងតែព្យាបាលរបួសនៅក្នុងសំណាក់ព្រះនាងលីងយេទូលបង្គំរកឃើញអ្នកបម្រើរបស់ព្រះនាងលីងយេអ្នកបម្រើម្នាក់នោះធ្លាប់បម្រើទូលបង្គំកាលនៅនគរឈូហើយទូលបង្គំធ្លាប់មានគុណចំពោះគេបានប្រាប់ថាព្រះនាងលីងយេក្រោយពេលដែលបានសុនអ៊ូគេមានការត្រេកអរថែមទាំងផ្ដាំចុងភៅថាមួយថ្ងៃ3ពេលត្រូវតែរៀបចំអាហារពិសេសហើយព្រះនាងថែមទាំងបានដាំថ្នាំដោយផ្ទាល់ប្រហោះរបស់ទ្រង់ទៀតផងមិនតែប៉ុណ្ណោះថែមទាំងរកបានថ្នាំពៅគ្រប់គ្រាន់សម្រាប់សុនអ៊ូទៀតផង មិនបាច់សួរទេព្រះនាងលីងយេច្បាស់ជាចង់ទទួលសុនអ៊ូធ្វើជាប្រធានាធិបតី អ្នកបម្រើនោះនិយាយថាព្រះនាងមិនទាន់បានរៀបអភិសេកជាមួយនឹងឈិនជីទេគេបែរជាបានសុនអ៊ូទៅវិញរីឯប្រធានាធិបតីនេះពិតជាមេតបរបស់នគរអ៊ូមែនក្រាបទូល ព្រះនាង លោកម្ចាស់ ទូលបង្គំ ទីបំផុតលោកដឹងខ្លួនហើយ អូបើអញ្ចឹងសុនអ៊ូសូមអរព្រគុណព្រះនាង អាចោសុនអ៊ូនេះធ្វើឲ្យនគរអ៊ូយើងអាម៉ាស់មកហើយសុនអ៊ូ
ក្រែងយើងបានតែងតាំងអ៊ីឡូជាព្រះនាងហើយ ប៉ុន្តែទូបង្គំឮថានៅយប់ដែលសុនអ៊ូនិងពនាងអ៊ីឡូរីអភិសេកនោះក៏បានដេញពនាងអ៊ីឡូចេញពីផ្ទះឥឡូវនេះមិនដឹងថាព្រះនាងអ៊ីឡូនៅទីណាទេលោកមិនតបអូរឿងហេតុនេះលោកគួរតែដឹងច្បាស់ហើយមែនទេ លោកអ៊ូ ក្រាបទូល មានរឿងចឹងទេ ទូបង្គំក៏បានលើកគេនិយាយដែរប៉ុន្តែព្រះនាងអ៊ីឡូដែលព្រះអង្គតែងតាំងនោះមិនមែនសុនអ៊ូដេញចេញទេគឺព្រះនាងយាងទៅដោយខ្លួនឯងព្រះអង្គសុនអ៊ូជាប់ខ្លួននៅចុងលីកំពុងតែត្រូវការយើងជួយមិននឹងអាចទោះទេប្រដេប្រដាស់ទៅព្រះអង្គទូបង្គំក៏យល់ដូចជាលោកមិនតបអ៊ូដែរលោកមិនតបសុនអ៊ូមិនមែនជាមនុស្សក្បត់ទេកន្លែងរបស់ព្រះនាងមិននឹងអាចមានក្បួនសឹកទៅ គឺលោកម្ចាស់សុនសរសេរខ្ញុំចម្លងទេ ព្រះនាងក៏ចេះក្បួនសឹកដែរ ក្បួនសឹកលោកគឺក្បួនសឹកជ្រៅបំផុតដែលខ្ញុំធ្លាប់ឃើញតែក៏ជាក្បួនសឹកខ្ញុំខ្លាចបំផុតដែរពុំនោះសោលខ្ញុំស្អប់ខ្ពើមបំផុត ចាប់ពីបង្កើតក្បួនសឹកលើកនេះមកមានគេសរសើរហើយក៏មានគេមើលមិនយល់តែបើសិនជាមានការយល់ដឹងដូចជាព្រះនាងទូបង្គំទើបតែបានជប់លើកទី1ទេ នេះវាបង្កើតមនុស្សក៏ព្រោះតែចង់ឲ្យមនុស្សសោយសុខភាពស្រស់ស្រួលនិងស្រឡាញ់គ្នាតែលោកបែរជាបង្កើតដាវមុតស្រួចមួយមកកាប់ចាក់មនុស្សក្នុងលោកក្នុងក្បួនសឹកនេះខ្ញុំបានឃើញនោះគឺធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ដួលស្លាប់និងឈាមហូរជាស្ទឹង ក៏ប៉ុន្តែព្រះនាងបើគ្មានក្បួនសឹករបស់សុនជឿចំបាំងហើយនឹងការកាប់ចាក់គឺមិនថាត់នៅទេចុះតម្រាំទូបង្គំសរសេរនៅក្នុងក្បួនសឹកថាគោលការណ៍ប្រាទ័មបង្ខំឲ្យសត្រូវចុះចាញ់ទាំងនគរគឺប្រសើរបំផុតប្រាទ័មទៅកម្ចាត់គេគឺជាវិធីអន់បំផុតដែលហៅថាប្រាទ័មត្រូវតែប្រយុទ្ធឲ្យល្អហើយក៏ត្រូវតែបញ្ឈប់ការប្រយុទ្ធដែរ លោកសុនក្នុងលោកនេះអាចមានមនុស្សប្រមាណអ្នកដែលយល់ពីហេតុផលរបស់លោកត្រូវប្រយុទ្ធឲ្យល្អដើម្បីឈប់ការប្រយុទ្ធហើយលីស្ដេចអូច្បាស់ជាធ្លាប់អានក្បួនសឹកនេះទ្រង់យល់ទេឯអូជឺស៊ីក៏ច្បាស់ជាបានធ្លាប់មើលក្បួនសឹកនេះដែរគាត់យល់ទេមេតបខ្លាំងហ្វូកាយនៃនគរអូនិងរាជបុត្រហ្វូឆាយពួកគេក៏ច្បាស់ជាធ្លាប់មើលក្បួនសឹកនេះដែរពួកគេសត្វតែយល់ទេណា បៃតាបានជាសុនអ៊ូក្បត់ហើយគួរតែជីកស្មៅជីកទាំងឬបត់សុកចិត្តទៅគេថាសុនអ៊ូចាប់ប្រពន្ធកូនអាចោបសៀតនេះមកទាំងអស់ជៀសវាងរត់ទៅនគរឈូដែរ ព្រះរាជបុត្រមានព្រះគំនិតល្អព្រះអង្គ សុនអ៊ូក្បត់នឹងព្រះអង្គចុះចូលជាមួយនគរឈូយើងទទួលបញ្ជាមកចាប់គ្រួសាររបស់គេទៅក្រៅក្រុងចាប់គេភ្លាមអ្នកស្ងៀម ពួកលោកមុតបង្កាច់សុនអ៊ូហើយសុនអ៊ូព្រោះតែរំដោះនគរអ៊ូបដូរសັບជាមួយសត្រូវឥឡូវមិនតាន់ដឹងសັບរស់មិនគិតទៅជួយគាត់បែរជានាំគ្នាមុតបង្កាច់គាត់លោកនាំខ្ញុំទៅគាត់ព្រះអង្គខ្ញុំចង់សួរព្រះអង្គឲ្យបានច្បាស់ កុំនិយាយច្រើនចាប់ទៅ ទៅ លែងយើងលែងយើងទៅលែងយើងទៅលែងយើង លោកមិនតបអូឆាប់ជួយអ្នកស្រីផងឆាប់ជួយអ្នកប្រុសតូចផង លោកស្រីតូចទៅណាហើយ អ្នកស្រីត្រូវព្រះអង្គបញ្ជាគេចាប់បាត់ហើយថាមកពីលោកមិនតបសុនក្បត់ព្រះអង្គបានបញ្ជាឲ្យគេសម្លាប់អ្នកស្រីនិងអ្នកប្រុសតូច ខ្ញុំទើបតែចេញពីវាំងព្រះអង្គគ្មានព្រះរាជបញ្ជាបែបនេះទេអ្នកណាអីក៏ថ្លឹមធំម្លេះហ៊ានខ្លាចបារម្ភរាជបញ្ជារបស់ព្រះអង្គវិវហើយ ធ្វើអ្នកស្រីភ័យហើយ
ខ្ញុំមិនមែនជាអ្នកការពារស្ដេចហឺលីទេខ្ញុំជានាយកាន់ពលពន្ធជាកូនចៅរបស់លោកមេតបសិនប៉ៅស៊ីនៃនគរឈូទទួលបញ្ជាពីព្រះអង្គនគរឈូមកទទួលលោកស្រីនិងអ្នកប្រុសតូចទៅកាន់ចុងលីរឿងអីនាំយើងទៅចុងលីគឺលោកមេតបសិនបានចោះចូលជាមួយនគរឈូហើយនិយាយទៅផ្ដាសុនអ៊ូមិនអាចក្បត់ព្រះអង្គអ៊ូទេឆាប់ដាក់ខ្ញុំចុះភ្លាមលោកស្រីលោកមេតបសិនមានរបួសធ្ងន់ណាស់កំពុងតែសម្រាប់ព្យាបាលសុនអ៊ូមានរបួសតើគាត់យ៉ាងម៉េចទៅហើយពីតែនឹងស្លាប់ទៀតផងឆាប់នាំខ្ញុំទៅជួបគាត់ភ្លាមបាទឈើតើពួកឯងជានរណាពួកឯងស្ដាប់ឲ្យច្បាស់អូជាស៊ីមេតបនគរអ៊ូនៅទីនេះតើឯងជានរណាហើយឯងបានជាបន្លំរាជបញ្ជាមកចាប់ខ្លួនរស័យសុនយ៉ាងនេះលើមេតបអូខ្ញុំជានាយកាន់ពលពន្ធកូនចៅរបស់សិនប៉ៅស៊ីនៃនគរអ៊ូឈ្មោះប៉ៅអ៊ីលើឈ្មោះលោកមេតបអូយូរហើយខ្ញុំទទួលបញ្ជាពីពនាងនគរអ៊ូមកទទួលលោកស័យសុនទៅចុងលីដើម្បីមើលលោកសុនដែលកំពុងតែព្យាបាលរបួសនេះគឺជារឿងធម្មតាទេសូមលោកមេតបមេតាជាភ្លើងមេតបអូលោកកុំខាត់ពួកយើងខ្ញុំចង់ទៅជួបប្តីខ្ញុំលោកស្រីមិនមែនខ្ញុំមិនចង់ជាភ្លើងទេប៉ុន្តែលោកស្រីមើលចុះតើអាចចេញទៅរួចទេក្រាបទូលបិតាអាចោសុនអ៊ូនេះហ៊ានចាត់គេឲ្យមកទទួលប្រពន្ធកូនសំណាងហើយដែលបានបុតរាំងស្ទាក់ព្រះអង្គខ្ញុំម្ចាស់ថ្វាយបង្គំព្រះអង្គឬមួយព្រះអង្គក៏ជឿថាសុនអ៊ូក្បត់នឹងព្រះអង្គដែរយើងនៅចង់សួរអ្នកថាអ្នកជឿថាសុនអ៊ូអាចក្បត់ចោះចូលឈូទីខ្ញុំម្ចាស់មិនជឿទោះបីស្លាប់ក៏ខ្ញុំម្ចាស់មិនជឿដែរបានជាព្រះអង្គតែងតាំងសុនអ៊ូជាមេតបនៃនគរអ៊ូនោះសុនអ៊ូជាមន្ត្រីរបស់ព្រះអង្គក្នុងនាមជាមន្ត្រីសុនអ៊ូដាច់ខាតមិនក្បត់នឹងព្រះអង្គទេយើងក៏មិនសុខចិត្តជឿដែរសុនអ៊ូអាចក្បត់ចោះចូលឈូអ្នកមិនចាំបាច់គិតច្រើនស្នាក់ក្នុងវាំងសិនទៅយើងត្រូវមើលថែម្ដាយកូនអ្នកទាំងពីរឲ្យបានល្អជួសលោកសុនព្រះអង្គខ្ញុំម្ចាស់ធ្លាប់រស់នៅមានជីវភាពសាមញ្ញនៅក្នុងផ្ទះមិនយល់ពីច្បាប់ទម្លាប់ក្នុងវាំងម្យ៉ាងទៀតកូនខ្ញុំម្ចាស់រំខានដល់ព្រះអង្គណាស់សូមព្រះអង្គរាជានុញ្ញាតឲ្យខ្ញុំម្ចាស់ទៅផ្ទះវិញទៅសំឡេងស្រែកយំរបស់ក្មេងល្អជាងការប្រគំភ្លេងទៅទៀតយើងចូលចិត្តណាស់ម្យ៉ាងទៀតយើងក៏ត្រូវជួយគិតជួសលោកសុនដែរមហាលឹកកណាថ្លៃវិសេសឲ្យលោកស្រីសុនស្នាក់នៅដំណាក់ក្រោយសិនបំរើឲ្យបានដិតដល់ស្មើភាពនឹងពួកអ្នកម្នាងទទួលរាជបញ្ជា绿兮一兮绿意黄鹂心之有意何为情លោកស្រីប្រឆាំងរាជបញ្ជាត្រូវសម្លាប់ចោលលោកស្រីមិនប្រាថ្នានាំទាំងកូនស្លាប់ខ្លួនទៅទេដឹងព្រះអង្គចំពោះលោកមេតបសុនអ៊ូយើងត្រូវតែខំប្រឹងប្រែងជួយគាត់ទៅមកគុំស្ម័គ្រចិត្តដឹកនាំកងទ័ពទៅចុងលីដើម្បីជួយសុនអ៊ូមកគូស៊ូវិញលោកអ៊ូផ្លូវតាមមាត់បឹងថៃកំពុងជួសជុលនោះមិនទាន់រួចទេត្រូវការលោកឃ្លាំមើលដោយផ្ទាល់ទូករទេះប្រយុទ្ធកំពុងតែធ្វើក៏មិនទាន់រួចស្រេចក៏ត្រូវការលោកឃ្លាំមើលដែរលោកមិនអាចដកខ្លួនរួចក៏ប៉ុន្តែសុនអ៊ូយើងក៏កំពុងជួយគិតដល់សុនអ៊ូដែរមិនអាចថាមិនជួយលោកសុនទេ
យើងសម្រាប់ចិត្តចាត់ហ្វូកាយទៅរំដោះ ទទួលព្រះបញ្ជាទូលបង្គំនឹងនាំជនអង្គអាចមុំតំច្រើនអ្នកបន្លំចូលចុងលីដើម្បីរំដោះសុនអ៊ូយកមកគូស៊ូវិញ ល្អឯងនៅនឹងចុះយើងចង់ផឹកជាមួយឯងឲ្យបាន2អូទិនជូនដំណើរឯង អរព្រះគុណព្រះអង្គ លោកម្ចាស់មានដឹងថាទៅភ្លៀងរួចទេ ខ្ញុំបានឮសូរសំឡេងផ្គរលាន់នៅភ្លៀងទៀតទេ រៀងហើយលោកម្ចាស់មានដឹងខ្លួនថាស្លាប់ប្រហែលថ្ងៃទេ ប្រហែលថ្ងៃ 6 ថ្ងៃគត់គ្រូពេទ្យព្យាបាល2នាក់ផ្សំថ្នាំរួចជួយលោកម្ចាស់រស់ឡើងវិញ គ្រូព្យាបាល ហ្វូកាយឯងដឹងថាយើងហេតុអីចាត់ឯងទៅចុងលីដោយមិនចាត់អ៊ូជឺស៊ីទៅ លោកមេតបអូជាស៊ីគឺជាប្រជារាស្ត្រនគរអ៊ូឬមួយម្ចាស់បងមានការបារម្ភ អ៊ូជឺស៊ីនឹងស្ដេចភីងនៃនគរឈូមានគំនុំសម្រាប់ឪយើងមិនដែលព្រួយថាអ៊ូជឺស៊ីមានចិត្តស្មោះចំពោះនគរអ៊ូទេអ៊ូជឺស៊ីស្អប់ចង់តែកំទេចក្រុងអ៊ីទូភ្លាមចាប់ស្ដេចភីងនោះកោះភ្នោវៃសាកសព បើអញ្ចឹងហេតុអីបានជាម្ចាស់បងមិនឲ្យគាត់ទៅចុងលីពីព្រោះថាគាត់ស្គាល់ចុងលីច្បាស់ជាងទូបង្គំទៅទៀត ក្បួនសឹកស៊ុនអូឯងធ្លាប់សាកល្បងទី ក្បួនសឹកក្នុងលោកច្រើនពិតមែនតែមិនអាចប្រៀបជាមួយគម្ពីរសឹកសុនអ៊ូទេលើកនេះគាត់ប្រើល្បិចចន្លោះប្រហោងនិងភ្លើងវាយលោកដើម្បីកម្ចាត់ឈិញជីមិនថាទេថែមទាំងបានប្រមូលកងទ័ពឈិញជី 30,000 នាក់ទៀតពិតជាចម្លែកអស្ចារ្យ អញ្ចឹងឯងធ្លាប់បានគិតថាបើស៊ុនអ៊ូពិតជាក្បត់ចុះចូលឈូអាចមានលទ្ធផលយ៉ាងម៉េច បើអញ្ចឹងចំពោះម្ចាស់បងចំពោះនគរអ៊ូគឺជាគ្រោះថ្នាក់ដ៏ធំ ត្រូវបើស៊ុនអ៊ូក្បត់ចុះចូលនគរឈូគឺពិតជាគ្រោះកាចធំចំពោះនគរយើងដែរពូកាយឯងអាចយល់ចំណុចនេះជាការល្អយើងចាត់ឯងទៅលើកនេះឯងត្រូវបង់តម្លៃដោយមិនគួរស្ដាយរំដោះយកស៊ុនអ៊ូមកវិញបើស៊ុនអ៊ូពិតជាមិនព្រមវិលមកក្រុងគូស៊ូវិញម្យ៉ាងគឺទុកយើងប្រើទៀតពុំនោះទេ